បងប្អូនដែលត្រូវការអ៊ុតតិចតួចអីប្រើនៅ Office តិចតួចអីយើងអាចយកទៅអ៊ុតបានណាអញ្ចឹងពេលបងប្អូនអ៊ុតហើយយើងអាចចោះរុនវាបន្តិចមកយកទៅបិទទៅវាអត់ត្រូវទឹកភ្លៀងទេណានេះសួរបងប្អូនថ្ងៃនេះធ្វើពីរបៀបប្រើប្រាស់នៃម៉ាស៊ីនអ៊ុតនេះគេហៅអ៊ុតរឹងណាតែអ៊ុតរឹងនៅលើម៉ាស៊ីននេះដោយសារវាមាន hot មាន cold អញ្ចឹង hot ឬ cold លើកុងតាក់នេះអញ្ចឹងបើយើងកាច់មកខាងនេះគឺ hot កាច់មកនេះគឺ cold cold hot ហ្នឹងមានន័យថាម៉េចអ៊ុត hot មានន័យថាយើងអ៊ុតទៅរឹងយើងបត់អត់បានទេណាប៉ុន្តែអ៊ុត cold គឺយើងមួលវាបានចឹងអ៊ុត cold ណាពេលយើងអ៊ុត cold គឺយើងមួលវាបានចឹងយើងនិយាយទៅយើងបត់វាបានណាប៉ុន្តែបើអ៊ុត hot គឺវារឹងបើយើងបត់ទៅវាអាចខូចក្តាស់ដែលយើងអ៊ុតណាអញ្ចឹងពេលបងប្អូនអ៊ុតបើយើងគិតថាយើងអ៊ុតហើយយើងមួលវាទុកអញ្ចេះយើងប្រើ cold តែបើថាយើងចង់អ៊ុតត្រង់ហើយជាលក្ខណៈសញ្ញាបត្រហើយយើងចង់តាំងយើងយក hot ណាចឹងនេះខ្ញុំយក hot ចឹងម៉ាស៊ីននេះខ្នាត A4 នេះ A4 អ៊ុតអញ្ចេះម៉ូតដូចគ្នាយើងក៏យើងមាន A3 ដែរណាតែឥឡូវយើងធ្វើ A4 បងប្អូនមើលចឹងចំពោះថង់នេះបងប្អូនរៀបមិនរៀបទៅរៀបសល់លើសល់ក្រោមឬអីមិនរៀបទៅស្រេចលើបងប្អូនទេយើងរៀបហើយយើងអាចរុញវាដល់ក្បាលក៏បានឬទុកកែមក៏បានដែរលើបងប្អូនទេណាចឹងពេលហើយគឺយើងដាក់នេះដោយសារវាអត់តន់ក្តៅចឹងវាអត់តន់លោតមកបៃតងណាតែខ្ញុំអត់បងប្អូនសាកមើលណាតែយើងដាក់ចូលទៅវាទាញដល់ខ្លួនឯងណានេះវាតិចនេះវាតិចចឹងពេលអត់ចឹងវាអានេះຂະຫນាតតូចទេមិនមែនសម្រាប់ຂະຫນាតអាជីវកម្មទេប៉ុន្តែបើសិនជាបងប្អូនមានការអ៊ុតតិចតួចអីយើងអាចយកទៅប្រើបានណានេះពេលយើងអត់តអ៊ុតយើងមើលទៅរៀងស្អាប់ប៉ុន្តែអ៊ុតហើយវាភ្លឺណាបងប្អូនមើលឃើញខាងនេះស្អាប់ហើយយើងមើលទៅពេលវាអ៊ុតហើយចេញមកភ្លឺដូចចឹងណាដោយសារម៉ាស៊ីនជាប្រភេទຂະຫນាតតូចអញ្ចឹងវាដើរយឺតតិចតែតម្លៃធូរថ្លៃទេបងប្អូនដែលត្រូវការអ៊ុតតិចតួចអីប្រើនៅ Office តិចតួចអីយើងអាចយកទៅអ៊ុតបានណានេះពេលខ្លះយើង print ផ្លាកឬក៏យើងបិទផ្លាកផ្ទះជួរឬអីចឹងទៅយើងអ៊ុតចឹងទៅពេលយើងយកទៅដាក់តាំងទៅវាអត់ត្រូវទឹកភ្លៀងតែនេះដោយសារមិនយើងដាក់กระดาษចូលទៅយើងវាចេះតែបើយើងដាក់ត្រង់ល្អមានន័យថាกระดาษវាអ៊ុតទៅវាជិតសងខាងចឹងអញ្ចឹងពេលបងប្អូនអ៊ុតហើយយើងអាចចោះរុនវាបន្តិចមកយកទៅបិទទៅវាអត់ត្រូវទឹកភ្លៀងណានេះមិនថាយើងអ៊ុតសញ្ញាបត្រអ៊ុតអីលើបងប្អូនប្រើប្រាស់ណាអញ្ចឹងបងប្អូនមានតម្រូវការអាចតាក់ទងមក page ដើម្បីព័ត៌មានតែបានតែយើងមានពីរຂະຫນាតនេះຂະຫນាត A4 មួយទៀតຂະຫນាត A3 ຂະຫນាត A3 ទៅតឹងវាប៉ុណ្ណេះណាអញ្ចឹងយើងអាចដាក់លេខបានណាចឹងបងប្អូនមានតម្រូវការអាចតាក់ទងមក page ដើម្បីព័ត៌មានបន្ថែមបានទៅបងប្អូន